បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនដែលកំពុងតាមដានទស្សនាវីដេអូ Channel កង្កែបអីថ្ងៃនេះខ្ញុំមកបញ្ជាក់ជូនបាទពុកម៉ែបងប្អូនពាក់ព័ន្ធនឹងដើមបង្គាបាទនេះដោយសារតែវីដេអូមុនខ្ញុំថតមិនសូវច្បាស់បាទអញ្ចឹងមានបងគាត់ឆាតមកសួរទេមកសួរថាដើមបង្គានឹងយ៉ាងម៉េចបាទនេះបាទនឹងហើយគឺជាដើមបង្គាបាទហើយសាមញ្ញតំបន់ខ្ញុំគេហៅថាកគីបាទតែបើឈ្មោះនៅក្នុងសៀវភៅសមាគមឱសថបុរាណគេហៅថាបង្គីបាទនេះបាទហើយនេះផ្កាបាទផ្កាបែបហ្នឹងបាទហើយនេះផ្លែបាទអញ្ចឹងពាក់ព័ន្ធមកបង្គីនេះគឺយើងអាចយកមកធ្វើជាថ្នាំបណ្ដេញខ្យល់បាទសម្រាប់ពុកម៉ែបងប្អូនដែលមានខ្យល់នៅក្នុងពោះវៀនតូចពោះវៀនធំបាទទល់ផោមឆ្អល់ពោះអីហ្នឹងបាទអញ្ចឹងអាចយកឫសបង្គីហ្នឹងទៅដាំទឹកស្ងោរហូបធ្វើឲ្យដើរខ្យល់ស្រួលបាទហើយមួយទៀតសម្រាប់អ្នកដែលមានដំបៅបាទដំបៅក៏អាចប្រើបានដូចគ្នាដែរយើងអាចយកឫសបាទឫសនៅក្នុងដីបាទយកមកដាំទឹកស្ងោរហូបអាចជួយផ្សះដំបៅដែរហើយក៏អាចជួយទៅលើរមាស់ស្បែកបាទអ្នកដែលមានបញ្ហារមាស់ស្បែកបាទស្តៀងនឹងប្រទាលអាបាទអញ្ចឹងអាចត្រូវដែរហើយឫសបង្គីនេះទៀតក៏អាចជួយព្យាបាលជំងឺឬដងបាតផងបាទគាត់ថាយើងហូបទៅរឹងល្វីងបន្តិចបើសិនជាយើងដាំមួយខាប់ណាបាទហើយមួយទៀតក៏អាចជួយព្យាបាលទៅលើថ្លើមបាទសម្រាប់អ្នកដែលមានបញ្ហារោគថ្លើមអីហ្នឹងក៏ត្រូវដែរបាទអញ្ចឹងឫសបង្គីនេះគឺអាចព្យាបាលបានច្រើនរោគពុកម៉ែបងប្អូនហើយពិសេសគួរសមដែរតែខែនេះពិបាករកជីបន្តិចដោយសារតែដីរឹងបាទពិបាកកោះបាទហើយក៏សូមជម្រាបជូនពុកម៉ែបងប្អូនផងដែរថាបើសិនជាចង់បានថ្នាំខ្មែរបុរាណហើយមិនបានរកដោយខ្លួនឯងសូមទាក់ទងមកខ្ញុំតាមលេខទូរស័ព្ទ097 31 12 046 069 30 21 88បាទឬក៏អាចចូលមកកាន់ Facebook ឆៃលៀងឆៃលីនិង Page គ្រូសេងថ្នាំឆ្នាំងឬក៏អាចតាក់ទងតាម Telegram តាមរយៈលេខ097 31 13 046ដែលមានឈ្មោះថាគ្រូសេងថ្នាំឆ្នាំងដូចគ្នាបាទហើយកុំភ្លេចពុកម៉ែបងប្អូនសូមជួយចុច Subscribe ទៅលើ Channel YouTube របស់ខ្ញុំអ្នកមួយផងដើម្បីទទួលបានវីដេអូថ្មីមុនគេបាទសូមអរគុណ